សួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលស្រឡាញ់ចូលចិត្តការចិញ្ចឹមត្រីក្រឹមក៏ដូចជាប្រភេទត្រីលំអផ្សេងវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូបាទចែករំលែកគន្លឹះក្នុងការចិញ្ចឹមក៏ដូចជាថែទាំអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយក៏ដូចជាបកស្រាយប្រធានបទមួយដែលតាក់ទងទៅនឹងការធ្វើចំណីកូនត្រីសម្រាប់បងប្អូនដែលឧស្សាហ៍ហេតុអីបានខ្ញុំនិយាយថាសម្រាប់បងប្អូនដែលឧស្សាហ៍បាទអញ្ចឹងបងប្អូនមានពេលបងប្អូនដែលអាសាគាត់ធ្វើបានតែបើសិនជាបងប្អូនដែលគាត់ចង់បានអ្វីដែលងាយស្រួលជាងហ្នឹងក៏ដូចជាគាត់មិនសូវមានពេលអញ្ចឹងយើងអាចប្រើជាប្រភេទបាទពងភ្ញាស់បាទអាទីមីបាទពងភ្ញាស់អាទីមីយើងទិញម៉ូទ័រមកមួយមកហើយនឹងពងភ្ញាស់មកបាទជាការស្រេចក៏ដូចជាតយោបឺតតែបើសិនជាបងប្អូនបាទមានពេលហើយក៏ដូចជាឧស្សាហ៍ក្នុងការធ្វើវាអត់មានអីច្រើនទេបងប្អូនទាំងអស់គ្នាបើយើងប្រៀបធៀបទៅវាអាចថាល្អជាងក៏ថាបានដែរបងប្អូនចង់បង្កើតជាប្រភេទចំណីកូនត្រីដែលទៅទាំងញាស់ដោយខ្លួនឯងបងប្អូនអាចប្រើប្រាស់នៅធុងស្ពេត្រូបាទធុងស្ពេត្រូបងប្អូនអាចទិញយកមកដាក់នៅក្បែរលបងឬនៅក្បែរបាទជញ្ជាំងអីចឹងទៅបងប្អូនអាចទិញ2 3អីចឹងទៅហើយបន្ទាប់មកបងប្អូនប្រើប្រភេទទឹកដែលយើងប្រើហើយបាទទឹកត្រីបាទទឹកដែលយើងប្រើហើយទឹកក្នុងកែវត្រីហ្នឹងបងប្អូនចាក់វាចូលក្នុងធុងមួយទៅបាទសន្សំវាទុកទៅឬក៏បងប្អូនបាទមានអាចត្រីលក្ខណៈត្រីដែលបងប្អូនចិញ្ចឹមដូចជាកតុយ3ឬក៏ជាប្រភេទត្រីអីផ្សេងដែលមានអាចត្រីហ្នឹងបងប្អូនយកអាចត្រីហ្នឹងយកទៅដាក់ចោលនៅក្នុងធុងហ្នឹងចោលទៅយើងទុករៀងយូរបន្តិចទៅគឺវាកើតហើយបាទវាកើតជាប៉ារ៉ាមេសៀមហ្នឹងគឺជាប្រភេទសត្វដូចវាចំមិនថាដូចជាវាស្តៀងទៅនឹងចៃទឹកដែរណាដោយសារយើងមើលដោយភ្នែកទទេពីលើទៅគឺវាល្អិតតូចបាទតែអាចឲ្យកូនត្រីរបស់យើងទៅញាស់ហ្នឹងស៊ីបានហើយដល់ពេលដែលយើងទុកអញ្ចឹងបងប្អូនបាទដល់ពេលដែលយើងទុកអញ្ចឹងទៅវានឹងកើតជាចៃទឹកបាទទុកយើងយូរតិចទៅវាកើតជាចៃទឹកអញ្ចឹងបងប្អូនអាចបានបាទប៉ារ៉ាមេសៀមផងចៃទឹកផងតែបើបងប្អូនបាទមិនចង់ធ្វើបែបហ្នឹងបងប្អូនអាចទិញពងភ្ញាស់អាទីមីមកកញ្ចប់មកបាទទិញម៉ូទ័រភ្ញាស់ទ័រខ្យល់ម៉ូទ័រភ្ញាស់ហ្នឹងហើយនឹងបាទតយោបឺតចៃទឹកតែប៉ុណ្ណឹងមកបងប្អូនបាទដាក់ដោតទៅភ្លើងចោលទៅបាទ24ម៉ោងវាញាស់ហើយបងប្អូនអាចឲ្យត្រីរបស់បងប្អូនស៊ីបានអាហ្នឹងវាម្យ៉ាងដែរណាតែបើសិនជាយើងដាក់នៅក្នុងធុង2 3ធុងចោលអាហ្នឹងវាកាន់តែល្អពេលយើងចង់ដងយើងដងទៅបាទពេលយើងមិនចង់ដងយើងទុកចោលតែបើយើងប្រើម៉ូទ័របងប្អូនត្រូវដោះដូរទៅមកបាទបងប្អូនត្រូវចាក់ទឹកចាស់ចោលដាក់ទឹកថ្មីហើយដាក់ពងបាទដាក់ពងដាក់ម៉ូទ័រអីចឹងទៅវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាដោយហេតុថាបាទឥឡូវហ្នឹងគឺយ៉ាងល្ងាចតិចហើយបាទចង់ឲ្យរៀងល្ងិតតិចហើយអញ្ចឹងខ្ញុំអត់មានវីដេអូអីនិយាយវែងឆ្ងាយទៀតទេបាទប្រធានបទយើងគឺមានតែប៉ុណ្្នឹងទេចែករំលែកជូនបងប្អូនបាទដែលស្រឡាញ់ចូលចិត្តការចិញ្ចឹមក៏ដូចជាការបង្កាត់ត្រីក្រឹមហើយបើពេញចិត្តវីដេអូមួយនេះបងប្អូនកុំភ្លេចជួយចុច Subscribe បាទ Channel YouTube ផងជួយចុច Follow Page ផងបងប្អូនអាចបាទជួយចុច Like វីដេអូផងហើយមួយទៀតបើសិនជាបងប្អូនបាទចង់តាក់ទងមកខ្ញុំកុំភ្លេចធ្វើការតាក់ទងតាមរយៈ Telegram គឺ0976328218បាទម្ដងទៀតបងប្អូនទាំងអស់គ្នា Telegram នោះគឺ0976328218បាទ0976328218ឬក៏បងប្អូនអាចធ្វើការឆាតចូល Facebook ដែលមានឈ្មោះថាវិចិត្រ Victory ជាអក្សរអង់គ្លេសបងប្អូនអាចធ្វើការឆាតចូល Page បាទ Page ជាភាសាខ្មែរមានឈ្មោះថាចំការត្រីក្រឹមខេត្តតាកែវ Page ជាភាសាអង់គ្លេសមានឈ្មោះថា Paradise on Earth បាទ Paradise on Earth ចុះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាទជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយទៀតបាទអរគុណ